ស្លឹកខ្ទឹមត្រាំតាក់ស៊ីអ៊ីវជាមួយនឹងគីមជីពណ៌សឡើងពី3ចានធំគីមជីពណ៌សនេះគឺដាច់អត់បានហ្មងផ្ទះខ្ញុំ ម៉ែមកលងម៉ែដល់លងព្រឹកដឹកលៀបប្រេងចឹងលងទូរស័ព្ទកូនឯងហ្នឹងអត់ទេលងមែនតាមុខម៉ែមានលងមុខស្អាតជាងមុខកូនទៀតបងប្អូនថ្ងៃនេះទៅផ្សារឃើញស្លឹកខ្ទឹមស្រស់ៗល្អម៉ាក់យាយទាធ្វើស្លឹកខ្ទឹមត្រាំជាមួយតាក់ស៊ីអ៊ីវបងប្អូនគាត់ចូលចិត្តខ្លាំងឆ្ងាញ់ណាកុំឲ្យកាហាយដៃបងប្អូនពាក់ស្រោមដៃដូចខ្ញុំចេះបកទៅអត់កាហាយដៃហើយបកលឿនទៀតម៉ែបកលឿនមែនតាមិញខ្ញុំបកអត់ពាក់ស្រោមដៃណាបងប្អូនអញ្ចឹងខ្ញុំបករៀងយូរប៉ុន្តែគាត់ពាក់ស្រោមដៃហើយដោយសារស្រោមដៃនឹងវាមាននេះអញ្ចឹងបងប្អូនចាញ់អញ្ចឹងហ៎តែពេលទៅបកខ្ទឹមលឿនមែនតែនបកលឿនខ្ញុំនិយាយបកលឿនខ្ញុំគូហូបបាត់ហើយមកអស់មីអស់ដែរថ្ងៃនេះទិញស៊ីប៉ៃជាមួយនឹងស្លឹកខ្ទឹមស្ពៃនេះធ្វើគីមជីគាត់ស្រ័យគាត់យកទៅហូបនៅចកាគាត់ថាគីមជីពណ៌ក្រហមវារៀងហឹលបងប្អូនអញ្ចឹងគាត់ឃើញជាញ៉ាំឆ្ងាញ់ហើយកាលមុនម៉ែធ្លាប់ហូបនៅគីមជីពណ៌សហ្នឹងម៉ាស៊ីហើយម៉ែហូបកាលមុនដែរហូបយកតាក់ស៊ូបាយឆ្ងាញ់អញ្ចឹងថ្ងៃនេះមកឲ្យកូនធ្វើអីទៀតយកទៅហូបនៅចកាម្ដងម៉ែយកស្លឹកខ្ទឹមមកចិត្តកូនមកចូលក្នុងវីដេអូណាស្លឹកខ្ទឹមបងប្អូនខ្ទឹមធ្វើគីមជីតាក់ស៊ីអ៊ីវបងប្អូនតាក់ខ្ទឹមត្រាំតាក់ស៊ីអ៊ីវអូស្លឹកខ្ទឹមត្រាំតាក់ស៊ីអ៊ីវអាហ្នឹងខ្ញុំហៅតាគីមជីឯងខ្ញុំបាត់ហៅខ្ទឹមត្រាំតាក់ស៊ីអ៊ីវដោយសារតែរបៀបធ្វើគីមជីពណ៌សក៏ដូចជាស្លឹកខ្ទឹមត្រាំជាមួយតាក់ស៊ីអ៊ីវនេះខ្ញុំធ្លាប់បានចេញវីដេអូម្ដងពីរដងរួចហើយបងប្អូនអញ្ចឹងសារនេះគឺខ្ញុំធ្វើកាត់យកបងប្អូនដែលចង់ដឹងវិធីធ្វើអាចខមមិននៅក្នុងវីដេអូនេះខ្ញុំនឹងភ្ជាប់ link ចាបងប្អូនចុចនៅលើ link ហ្នឹងទៅចូលទៅមើលក្នុងវីដេអូមុនដែលខ្ញុំធ្លាប់ផុសវិធីធ្វើគឺអត់មានខុសគ្នាទេបងប្អូនខ្ញុំធ្វើដូចតែមុនដែរអញ្ចឹងចាហើយរសជាតិវិញគឺនិយាយពីថាឆ្ងាញ់ខ្លាំងហើយស្លឹកខ្ទឹមផ្នែកខាងគល់នេះវិញគឺខ្ញុំកាត់វាចេញទុកធ្វើឡាក់គោញ៉ាំវីដេអូធ្វើឡាក់គោខ្ញុំនឹងផុសជូនបងប្អូននៅពេលក្រោយ